រៀបចំខ្លួនឲ្យបានល្អ Lucy យន្តនោះអំបញ្ញមិញខ្ញុំបានរុញនាងចូលប្រឡាយទឹកហើយឥឡូវនេះខ្លួនប្រានាងទាំងកខ្វក់ទាំងស្អុយមិនអាចឲ្យថៅកែឃើញនាងបានទេ ចុះមនុស្សនាងណែណា ខ្ញុំបានយកនាងទៅឃុំទុកហើយបញ្ហាឥឡូវនេះគឺទឹកប្រឡាយនោះមិនទាន់បានសម្អាតទេនាងមិនព្រមធ្វើទេ Lucy យន្តធម្មតាគឺស្ដាប់បង្កប់ណាស់ថ្ងៃនេះមិនដឹងជាយ៉ាងម៉េចទេសង្ស័យតែចង់ដំឡើងប្រាក់ខែទេដឹង នាងមិនមែនគិតថានាងស្គាល់ថៅកែធំម្នាក់ហើយចង់ធ្វើរកពីធំដុំទេដឹងអ្នកគ្រប់គ្រងនាងគ្រាន់តែជាអ្នកធ្វើការម្នាក់សោះហេតុអីក្រុមហ៊ុនត្រូវឲ្យមុខមាត់នាងផ្អែកលើអ្វីទៅ មានហេតុផលចាំថៅកែថ្មីមកដល់ខ្ញុំនឹងរកគាត់និយាយគ្នា បងស្រីហ្វាងស៊ីវយុនស្លៀកពាក់ខោអាវអ្នកគ្រប់គ្រងយីហើយឆ្លុះជាមួយគាត់ទៀតយើងមិនអាចនៅស្ងៀមទេស៊ីវយុនធម្មតាល្អចំពោះពួកយើងណាស់ខ្ញុំមានគំនិតមួយឯងនៅទីនេះជួយមើលផ្លូវឲ្យខ្ញុំលួចទៅដោះលែងស៊ីវយុនឲ្យនាងត្រឡប់ទៅផ្ទះវិញដើម្បីកុំឲ្យរងទុក្ខទៀត មកដល់ហើយលោកសៀវអញ្ជើញមកដល់ហើយសូមស្វាគមន៍លោកសៀវ សូមស្វាគមន៍ថៅកែសូមស្វាគមន៍ថៅកែ អ្នកទាំងអស់គ្នាចំណាំមនុស្សខុសហើយខ្ញុំមិនមែនជាថៅកែរបស់អ្នកទេមានរឿងអីហ្នឹងគាត់មិនមែនមកតាំងពីព្រលឹមទេមិនគួរទេមនុស្សរបស់ខ្ញុំច្បាស់ជាឃើញគាត់ចូលមកហើយទាំងនេះគឺជាបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនអ្នកមែនទេបាទបុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុនគឺនៅទីនេះរងចាំជួបថៅកែលោកសៀវលោកនេះគឺជាអគ្គនាយកនៃក្រុមហ៊ុនលេស៊ីគ្រប់លោកលីលឿនឡើងលោកលីអញ្ជើញមកដល់ធ្វើឲ្យកន្លែងនេះមានកិត្តិយសណាស់ឆាប់ធ្វើឲ្យបរិយាកាសអ៊ូអរឡើង សូមស្វាគមន៍លោកលី អ្នកគ្រប់គ្រងយីនមែនទេលើកនេះខ្ញុំមកគឺមកក្រុមហ៊ុនយើងខ្ញុំដើម្បីបង្ហាញការដឹងគុណលោកលីសំដៅលើ Lucy យន្តប៉ុន្មានថ្ងៃមុនខ្ញុំឈឺសន្លប់គឺនាងជាអ្នកជួយសង្គ្រោះខ្ញុំដើម្បីជាការដឹងគុណដល់នាងខ្ញុំសម្រេចចិត្តក្នុងនាមក្រុមហ៊ុនលេស៊ីគ្រប់វិនិយោគ10លានដល់ក្រុមហ៊ុនអ្នកដើម្បីអភិវឌ្ឍឲ្យកាន់តែធំ10លានអរគុណលោកលីអរគុណលោកលី អរគុណលោកលី ចុះ Lucy យន្តវិញស៊ីវយន្តនាង សូមច្បាប់សម្រាប់ហើយនាងបានសម្រាប់ប៉ុន្មានថ្ងៃហើយមិនមែនទេស៊ីវយុនត្រូវបានពួកគេឃុំទុកហើយមិនមែនទេលោកស្ដាប់ច្រឡំហើយស៊ីវយុនមិនបានមកធ្វើការប៉ុន្មានថ្ងៃហើយចាំនាងមកវិញឲ្យអ្នកគ្រប់គ្រងយីនាំនាងទៅជួបលោកផ្ទាល់អ្នកគ្រប់គ្រងយីខ្ញុំមករកស៊ីវយុនគឺដើម្បីផ្ដល់ប្រាក់វិនិយោគ10លានបើនាងមិននៅទេនោះខ្ញុំនឹងរើថ្ងៃក្រោយចុះលោកលេចាំបន្តិចលោកមកដើម្បីផ្ដល់លុយបើខ្ញុំមិនទទួលឲ្យបានល្អទេថៅកែថ្មីមកដល់ច្បាស់ជាហែកស្បែកខ្ញុំមិនខានលោកចាំបន្តិចខ្ញុំនឹងឲ្យគេទៅហៅស៊ីវយុនមកភ្លាមលោកទៅអង្គុយលេងផឹកតែនៅការិយាល័យសិនទៅបន្តិចទៀតនាងមកដល់ហើយខ្ញុំនឹងឈរចាំនៅទីនេះអ្នកគ្រប់គ្រងយីមិនបានទេហេតុអីមិនបានអញប្រាប់នាងទៅនិយាយឲ្យស្រួលបួលប្រយ័ត្ននាងទាលលក្ខខណ្ឌអំបញ្ញមិញខ្ញុំបានរុញនាងចូលប្រឡាយទឹកហើយឥឡូវនេះខ្លួនប្រានាងទាំងកខ្វក់ទាំងស្អុយមិនអាចឲ្យគេឃើញនាងបានទេអញពិតជាថ្លើមធំមែននេះគឺលោកលេសហគ្រិនទូទាំងទីក្រុងសុទ្ធតែចង់រាប់អានគាត់អញបែរជាឲ្យគេរងចាំទៅវិញថៅកែថ្មីច្បាស់ជាបន្ទោសមិនខានចុះគិតយ៉ាងម៉េចទៅខ្ញុំទៅមើលសិនអញនៅទីនេះហើយលោកលេលោកសៀវនេះគឺទៅអញ្ជើញជាមួយគ្នាទើបអាចបង្ហាញពីភាពស្មោះត្រង់របស់យើងលេងខ្ញុំលូហ្វាងខ្ញុំទើបតែជាថៅកែថ្មីរបស់ក្រុមហ៊ុនខ្ញុំមិននៅទេពួកឯងគ្មានថ្ងៃបានជួបគេទេស៊ីវយុនឯងនៅខាងក្នុងមែនទេខ្ញុំនៅទីនេះសៀវសៀខ្ញុំនៅទីនេះស៊ីវយុនឆាប់ឡើងខ្ញុំនាំឯងចេញទៅលោកលេបែបនេះមិនសូវល្អទេមើលទៅស៊ីវយុនកំពុងតែឈឺក្រែងលោនាងមិនយល់ព្រមអ្នកគ្រប់គ្រងយីស៊ីវយុនមានរឿងមែនទេគ្មានទេមិននឹងអាចទៅស៊ីវយុនពិតជាកំពុងសម្រាប់មែនលោកគុំនិយាយអីល្អជាងស៊ីវយុនមានចិត្តល្អខ្ញុំខ្លាចនាងរងទុក្ខទើបមកមើលនាងដោយផ្ទាល់មែនហើយខ្ញុំមិនធ្វើបាបនាងទេខ្ញុំនឹងដំឡើងប្រាក់ខែឲ្យនាងឯងដំឡើងប្រាក់ខែឲ្យនាងមើលទៅឯងនៅមិនទាន់ប្រាប់ការពិតទេការពិតអីទៅយ៉ាប់ហើយស៊ីវយុននាងបាត់ខ្លួនហើយអ្វីមិនមែនឯងជាអ្នកនិយាយថាឃុំនាងទេតើនៅណាឥឡូវនេះមិនអាចលាក់បាំងបានទេមិនបានលាក់បាំងទេឃ្លាំងគ្មានមនុស្សទេពួកគេបានបិទលូស៊ីវយុននៅក្នុងឃ្លាំងប៉ុន្តែនៅក្នុងឃ្លាំងគ្មានមនុស្សទេនិយាយនាងពិតជានៅណាខ្ញុំនៅទីនេះអ្នកមានគុណនរណាធ្វើឲ្យអ្នកខ្លាចជាបែបនេះមិនអីទេខ្ញុំនឹងចាត់ការស៊ីវយុនអំបញ្ញមិញមានការយល់ច្រឡំខ្លះអ្នកគ្រប់គ្រងយីខ្ញុំបានប្រាប់អ្នកហើយខ្ញុំគឺជាថៅកែថ្មីកុំមកនិយាយលេងសើចឯងជាថៅកែថ្មីបើឯងជាថៅកែថ្មីខ្ញុំជាប្រធានាធិបតីហើយកំហុសរបស់ខ្ញុំកំភ្លៀងនេះចាត់ទុកថាខ្ញុំសងនាងចុះសងរឿងដែលឯងបានធ្វើកំភ្លៀងមួយមិននឹងគ្រប់កំភ្លៀងនេះvìឯងដែលនិយាយផ្ដេសផ្ដាសបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំកំភ្លៀងនេះvìនាងដែលញុះញង់អ្នកអតីដាក់ទោសអ្នកទុនខ្សោយកំភ្លៀងនេះvìនាងដែលមិនបែងចែកខុសត្រូវហ៊ានvìខ្ញុំស៊ីវយុនល្មមបានហើយសហការគ្នាកុំធ្វើឲ្យខូចមនោសញ្ចេតនា
នាងហ៊ានធ្វើបែបនេះដាក់ខ្ញុំគឺដោយសារតែលោក